Alo, 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 alo. Namo tassa bhagavato arahato sama sambuddhassa. Namo tassa bhagavato arahato sama sambuddhassa. Namo tassa bhagavato arahato sama sambuddhassa. Namo tassa ratnataya sawatemi. Tu ព្រះបង្គំអង្គខ្ញុំកណាចូលមកពីវត្តបន្ទន់កាយក្រាបសំពះនៃគុណកៅទាំង3ទី1គឺបញ្ញារតនាទី2ពធទី3គុណសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាលំតលំដាប់អំពីបទនមស្ការសង្ខេបបែបផ្លេចទៅត្រូវនឹងអង្គខ្ញុំកណាសូមអភិវឌ្ឍបន្ទន់កាយក្រាបសំពះគុណកៅទាំង3ទី1គឺពុទ្ធរតនៈទី2គឺពធទី3គឺព្រះសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាម្យ៉ាងវិញទៀតសូមនមស្ការថ្វាយបង្គំចំពោះព្រះមេគុណខេត្តបាត់ដំបងព្រមទាំងព្រះអនុគុណក្រុងព្រមទាំងព្រះមន្ត្រីសង្ឃគុណានុក្រមនៅក្នុងឱកាសពេលនេះសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទប្រុសស្រីគ្រូគុំយថាទាំងអស់ផងណាដែលនៅទីចិត្តទីឆ្ងាយគ្រប់មជ្ឈដ្ឋានចឹងដោយនៅក្នុងថ្ងៃយប់នេះជាថ្ងៃពុធ11កើតខែជើឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2670ត្រូវនៅថ្ងៃទី27ខែឧសភាឆ្នាំ2026អញ្ចឹងដោយអាត្មាសូមប្រកេននឹងជួនដំណឹងដល់ញោមញាតិពុទ្ធបរិស័ទប្រុសស្រីថានេះថ្ងៃខាងមុខនៃញោមណាគឺបនតក្កណានុប្រទាននឹងគម្រប់ខួប6ឆ្នាំដើម្បីឧទ្ទិសកុសលជូនចំពោះឧបាសិកាច័ន្ទយានដែលជាត្រូវជាអាត្មាភាពតបង្កើតហើយម្យ៉ាងទៀតសូមឧទ្ទិសកុសលជូនចំពោះញោមប្រុសហើយចំពោះញោមស្រីទាំងអស់ញាតិកាទាំង7សន្តានញោមច្រើនណាស់បងអញ្ចឹងអាស្រ័យហេតុដូច្នោះសូមនិមន្តញោមញាតិពុទ្ធបរិស័ទទាំងអស់ប៉ុណ្ណាអញ្ចឹងគឺកម្មវិធីបុណ្យថ្វាភាពដោយបានគិតពិភាក្សាថាយើងធ្វើតែមួយព្រឹកចុះបងញោមកម្មវិធីពេលបុណ្យពេលព្រឹកតែមួយព្រឹកទេបងអញ្ចឹងគឺញោមពុទ្ធបរិស័ទប្រុសស្រីបុណ្យយើងប្រព្រឹត្តទៅថ្ងៃអាទិត្យ14កើតខែបឋមសាទឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រឹមថ្ងៃទី28ខែមិថុនាឆ្នាំ2026ប៉ុណ្ណាវេលាម៉ោង6យើងកន្លះប្រកេតជាគូដល់ព្រះសង្ឃវេលាម៉ោង8ញោមអាចវេលាម៉ោង7ប៉ុណ្ណា7ហើយយើងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តវេលាម៉ោង8និមន្តធម្មកថាពីព្រះអង្គសម្ដែងធម្មទេសនាបច្ឆាវិសច្ចនីអញ្ចឹងមានលោកគ្រូវណ្ណចន្ទានិងព្រះអង្គគ្រូថធម្មមើលរឿងសម្ដែងធម្មទេសនាបន្ទាប់មកវេលាម៉ោង9នេះញោមយើងធ្វើពិធីនិមន្តព្រះសង្ឃ126អង្គគួយចោបិណ្ឌបាតញោមសូមអញ្ជើញញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបគ្រប់មជ្ឈដ្ឋានគ្រប់ទិសគ្រប់ទីសូមអញ្ជើញមកចូលរួមឲ្យបានច្រើនកកនៅក្នុងថ្ងៃហ្នឹងយើងរាប់បាតហើយបន្ទាប់មកយើងវេផាត់ប្រកេនព្រះសង្ឃទាំង126អង្គនឹងទៀតញោមចឹងញោមពុទ្ធបរិស័ទប្រុសស្រីសូមអញ្ជើញមកបានច្រើនកកអញ្ចឹងពីហើយសូមបញ្ជាក់ញោមគឺចង្ហាន់មួយតុក60000រៀលចឹងក្រែងញោមពុទ្ធបរិស័ទចូលរួមបានច្រើនកកពីអាត្មាភាពបុណ្យនេះយើងប្រពនៅក្នុងវត្តធម្មមិត្តអេរីវផារាមហៅវត្តបច្ឆាក្រុងបាត់ដំបងខេត្តបាត់ដំបងញោមអញ្ចឹងញោមហើយជាស្គាល់ហើយវត្តបច្ឆានោះអញ្ចឹង
ញញោមជួយមកបានច្រើនកកបងតែញោមណាអញ្ចឹងនៅយូរដែរបងនៅសល់មួយខែទៀតតែញញោមពុទ្ធបរិស័ទណាជួយចូលរួមណាឧបត្ថម្ភណាចង្ហាន់ជួយចូលរួមឧបត្ថម្ភណាទឹកសុទ្ធភេសជ្ជៈអូបងណាសូមណាញញោមគ្រួសារ3 4 4 5នាក់គូការមួយកេះណាហើយចង្ហាន់ហ្នឹងមកຕົក60000រៀលណាញញោមពុទ្ធបរិស័ទណាសូមអញ្ជើញចូលរួមបានច្រើនកកអញ្ចឹងក៏តែប៉ុណ្ណឹងពីអាត្មាភាពណាព្រះបកុជាគោសូមនមស្ការលានសូមចម្រើនពលលាសូមអនុមោទនា